សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី30ចិត្តខែហើយឥឡូវខ្ញុំចេញដឹកម៉ោង8ហើយគាត់ទទួលបានពងទី1បានការងារទី1គឺទៅដឹកបាយឆាវាចូលគ្នាការកំងរបស់យើងគឺរួចរាល់ហើយបងដំបូងការងារដំបូងនេះទទួលបានប្រាក់ចំណូល 2,300 រៀលយើងអត់ទាន់មានបងទៀតទេតែជីមកមិញចិត្តក្បែរហាងក្រូកលីននៃសូននេះឥឡូវយើងមកអង្គុយមកផ្លែតយើងបាន order វិញអីចូលការងារទី2យើងយកទៅបងទីផងផ្លូវហុកនេះឥឡូវយើងបានការងារទី3ទៀតហើយខ្ញុំដល់ទូទៅពុកមួយហ្នឹងមិនដោយសារតែដឹកទៅបងទីផងខ្ញុំអត់សិក្សាគាត់សិននិយាយដាក់សិក្សាបងទីផងទេទៅគួយបាច់ក៏ដែរបានផងដែរពិសិដ្ឋមកទូទៅឯកសារអេទីចាក់ខ្សែជាមួយឲ្យយើងបានចូលការងារទី3នេះហើយបោះមួយឲ្យខាងតែភីវគាត់បាន Grab Pay មួយហើយបងប្អូនអរគ្នាចង់យើងបញ្ហាព័ត៌មានសម្បញ្ញតិចយើងអ្នកដូចឲ្យហាងមុនណាបើថាច្រើនអញ្ចឹងបើសិនជាខ្ញុំអត់មានលុយខ្ញុំអត់ទទួលការងារទេខ្ញុំឆាប់ទៅក្រុមហ៊ុនឲ្យក្រុមហ៊ុន Pay ជំនួសឬក៏មិនគឺមានដំណោះស្រាយដែរយើងអាចទៅខ្ចីអ្នកនេះខ្ចីអ្នកនោះមកវាហានិភ័យយល់អត់ទោះបីយើងមិនធាក់មានលុយក៏ដោយក៏ឆាតទៅក្រុមហ៊ុនដើម្បីឲ្យមានដំណោះស្រាយតែបញ្ហារឿងការកំងរបស់ហាងដែលថ្លៃគឺពីសមត្ថភាពរបស់យើងធំតែ6-70000នោះយើងមានលុយយើងភ័យថាព្រោះថាក្នុងកាបូបយើងថាក្នុងខ្លួនយើងមានអត់គ្រប់សម្រាប់ការទទួលការកំងទេយើងអាចឆាតទៅក្រុមហ៊ុនថាខ្ញុំអត់មានលុយគ្រប់គ្រាន់ក្នុងការទទួលការកំងនោះទេព្រោះតំទៅហេលុយទៅឲ្យហាងវាច្រើនតែឃើញអាអូននេះមិញថាហៅអូនខ្ញុំចាស់តែអាអូនមួយហ្នឹងនិយាយហៅព័ត៌មានទៅ live ទៅអីចឹងណាបញ្ហារបស់យើងគឺយើងអុកបញ្ចប់បញ្ហារបស់យើងអាហ្នឹងបញ្ហាហើយក្រុមហ៊ុនទៅដោះស្រាយមិនទេក្រុមហ៊ុនក៏ដោះស្រាយឲ្យបានប៉ុន្តែយើងកំហុសឆ្គងភៀវអត់ទាន់ទទួលអីវ៉ាន់ផងយើងអុកបញ្ចប់ការងារអញ្ចឹងមានថាការជោគជ័យយើងអុកបញ្ចប់ដល់ពេលទៅយើងបាន contact ជាមួយភៀវក៏ដោយឃើញមាន contact ជាមួយភៀវតាម Telegram ប៉ុន្តែគាត់ទៅអុកបញ្ចប់ការងារតែពួកអីយើងអត់ទាន់បានប្រគល់ម្ហូបអាហារទៅឲ្យភៀវនៅក្នុង Grab គឺមានអាហារមួយថតមុនបញ្ចប់ការងារមុនបញ្ចប់អុកបញ្ចប់ការងារយើងហ្នឹងយើងត្រូវថតថាមានអីវ៉ាន់អ្វីខ្លះនៅល្អបែកបាក់ឬក៏មានអីអត់ថតឲ្យបានយើងអាចអុកបញ្ចប់បានអញ្ចឹងណាបងប្អូនចឹងសាររបស់ខ្ញុំជាអ្នកដឹករយៈពេល2ឆ្នាំនេះមានបទពិសោធន៍ស្ដារបន្តិចតួចតែប៉ុន្តែយើងការពារខ្លួនឯងល្អជាជាងកុំឲ្យមានបញ្ហាដោះស្រាយព្រោះដោះស្រាយវាពិបាកណាស់អញ្ចឹងការពារកុំឲ្យមានបញ្ហាបើមានបញ្ហាយើងជួបហើយយើងដោះទៅដោះយើងមានក្រុមហ៊ុនជាអ្នកដោះគេបង្កើតមកមានក្រុមការងារផ្នែកដំណោះស្រាយហ្នឹងយើងឆាតទៅដើម្បីឲ្យក្រុមហ៊ុនដោះស្រាយទៅយើងព្រោះលើសពីដែនសមត្ថភាពរបស់យើងហើយអាហ្នឹងភៀវអត់ចុះមកយកក្រុមហ៊ុនគឺមានដំណោះស្រាយអាចអីវ៉ាន់អាចមហូបអាហារយកទៅក្រុមហ៊ុនឬក៏បរិច្ចាគបងប្អូនគ្នាលើការងារទី4របស់ខ្ញុំមកយក Grab Mart ពីហាងលក់គ្រឿងអេឡិចត្រូនិកម្ដុំមុខ Eon មួយហើយឡើយយកទៅសារ៉ាប់កើវិញនេះមកខ្ញុំដឹក Grab Food ឲ្យភ្ញៀវការងារទី3គាត់គេឥឡូវយើងបានបងមួយរៀងធំតែតម្លៃ 12300 ដឹកទៅជីបម៉ងជីបម៉ង sorry ទៅបរិយាមានភ្នំពេញ 598 ស្មានតែភ្នំពេញស្ទះម៉ោង 5 ហ្នឹងមេរោភ្លៀងទៀតគាត់ដល់គ្នាឥឡូវមេរោភ្លៀងបាត់ហើយម៉ោងទៅចេញធ្វើការគាត់ភ្លៀងមេยังcònរាំងទេហើយទូរស័ព្ទនេះអត់ថ្មទៀតរត់បាន15ម៉ោងអត់ថ្មទេអញ្ចឹងយើងចូលសាក់ថ្មតិចសិនទៅទំទៅ37%តែចឹងយើងសាក់ថ្មសិនណាតែយើងតតណាទៅមុខទៀតអ្នកគ្នាមិញខ្ញុំដឹកការងារទី6 Grab Food ហើយឥឡូវយើងចូលការងារទី7បងនេះរៀងធំបន្តិចដឹកពីស្វាយប៉ាក់ទៅជាតិលេខ5យកទៅសង្កាត់ព្រៃវែងខណ្ឌបង្កោតាំងពីដើមវិញដល់ចុងវិញសេវាដឹកបាន 20000 ជាងអូនហ្នឹងណាខ្ញុំមិនដែលដឹកបងបានសេវាដឹកថ្លៃដល់ថ្នាក់ 20000 ជាងមកធំ 17000 18000 19000ហ្នឹង
នេះខ្ញុំចូលបានបងធំមួយ20000ជាងហើយឆ្ងាយគួរសមដែរបងប្អូនអូខេខ្ញុំមើលឬយកទៅបានពីភ្ញៀវសិនទីតាំងភ្ញៀវគាត់នៅឆ្ងាយដែរពីនេះទៅខ្ញុំចិត្ត2គីឡូទៅយកបានពីភ្ញៀវឥឡូវយើងមើលបងរបស់យើង Express ដល់ការ៉េមិនចាប់ពីស្វ័យប៉ាទៅលោកមកសិទ្ធិឥឡូវយើងចាប់ផ្ដើមតាំងពីម៉ោង6:14នាទីតែខ្ញុំបញ្ចប់ក្នុងម៉ោងណាចាំមើលទាំងអស់គ្នាវោផ្លូវស្មានទេជីកាត់សក់ផ្លូវខ្លាញ់ហើយយើងអាចជិះលឿនបានទេដោយសារឲ្យបានក្នុងរបស់យើងច្រើនលោកទេយើងអាចប៉ះពាល់បានអត់ភ្ញៀវតែយើងតែការទីទៅបាននេះខ្លាយដែរនេះឥឡូវខ្ញុំនៅឆ្ងាយប្រហែល12គីឡូទៀតបានទៅដល់ទីតាំងឥឡូវខ្ញុំនៅស្ទះផ្លូវខ្លាំងនៅស្តុប2004ចែកថានៅដុំស្តុបទួលប្រូជីមកស្ទះខ្លាំងហ្នឹងបងប្អូនមើលឡានខ្ញុំជីផតមកចង់ជិះ1គីឡូតែឡាននៅគម្រាមជួលហើយខាងខ្ញុំនេះអាចទៅបានខាងនោះទៅអត់បានគឺម៉ោងខាងនេះម៉ោង7កន្លះហើយខ្ញុំអត់ទីតាំងពីស្ទះឲ្យដល់ព្រៀងហើយចឹងឯងផ្លូវទៅផ្លូវទាំងអស់បងប្អូនអរគ្នាឥឡូវយើងមកដល់ទីតាំងរបស់ភ្ញៀវហើយម៉ោង7:41នាទីខ្ញុំមកដល់ទីតាំងចឹងខ្ញុំចំណាយពេល1ម៉ោង20នាទីបានមកដល់ទីតាំងភ្ញៀវទីតាំងគាត់នៅព្រៃសនៅព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញចំណុចមកនេះអូខេឥឡូវយើងដំណើរទៅវិញម៉ោង7:40ជាងហើយជាអស់បងទឹកហើយអូអាចមានចឹងសង្ឃឹមថាយើងមានបងដឹកបន្តអូខេបងប្អូនអរគ្នាបន្ទាប់ពីជីមកដល់បឹងកេងកោះហើយនៅតែអត់មានបងទៀតអញ្ចឹងការសម្រេចចិត្តរបស់យើងចុងក្រោយគឺបិទអនឡាញអូខេបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះចំណូលរបស់ខ្ញុំ7ការងារខ្ញុំដឹកបាន56660អូខេបងប្អូនអរគ្នាថ្ងៃនេះខនបើចង់ខាងជាងសាមិញទៀតណាសាមិញ10ប្រមាណបងជាងតែថ្ងៃនេះដឹកតាម7បងទេបានលុយដល់ទៅ50000ប្រហែល60000បងប្អូនទាំងអស់គ្នាម្ដងទៀតសម្រាប់ការចូលទស្សនាវីដេអូ vlog របស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់